ជំរាបសួរអ្នកនរគ្នាសូមស្វាគមន៍សាថ្មីមកកាន់កម្មវិធី Gangster Secret ហើយអ្នកនរគ្នាដឹងហើយថាគោលបំណងរបស់កម្មវិធីរបស់យើងគឺជាកន្លែងមួយជាកន្លែងដែល confession កន្លែងទម្លាយអាកំបាំងរបស់បុគ្គលផ្ទាល់ខ្លួនម្នាក់ដើម្បីឲ្យពួកគាត់ធូរស្រាលហើយអ្នកនរគ្នាដែលកំពុងតាមដានទស្សនាកម្មវិធី Gangster Secret នេះស្ដាប់យកជាបទពិសោធន៍ខេឡូមានបទពិសោធន៍ណាខ្លះទៅអ្នកនរគ្នាអាចយកទៅប្រើប្រាស់ឲ្យមានអត្ថប្រយោជន៍ដូចគ្នាហើយបើមិនអញ្ចឹងទេស្ដាប់វាជាការកំសាន្តក៏បានដែរបាទហើយដូចអ្នកនរគ្នាដឹងថាកម្មវិធីរបស់យើងគឺតែងតែអញ្ជើញភ្ញៀវកិត្តិយសមួយរូបដើម្បីឡើងមកចែកម្លែកជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនក៏ដូចជារឿងក្នុងចិត្តដែលលាក់ជាយូរណាស់មកហើយដើម្បីនិយាយទៅឲ្យគាត់បានធូរស្រាលបាទអូខេជំរាបសួរបងជំរាបសួរបានជម្រាបសួរបងបាទសុខសប្បាយសុខធម្មតាបងថ្ងៃនេះដែរមានរឿងអីចែកម្លែកបងអ្នកនេះដែរចង់និយាយរឿងសង្សារចាស់បងរឿងសង្សារចាស់បាទហើយសម្រាប់រឿងដែលចង់ចែកម្លែកទៅបងនៅបងប្អូនយើងណាមិនថាយើងនិយាយរឿងសង្សារចាស់ខ្ញុំចង់ហែកអេពីគាត់ព្រមក៏យើងនិយាយអត្រអីពីគាត់ទេប៉ុន្តែនៅមានរឿងមួយដែលតំណងយើងពីមុនជាត្រូវការដោះស្រាយអញ្ចឹងរហូតមកដល់ពេលនេះអត់ទាន់បានដោះស្រាយចេញទេហើយក៏ចង់ឲ្យបងស្ដាប់ពីរឿងហ្នឹងហើយឲ្យបងប្អូនយើងក៏គាត់ជួយបញ្ចេញយោបល់ដែរបងអូខេចឹងបងនឹងចែកម្លែករឿងសង្សារចាស់ណាបាទហើយភ្ញៀវកិត្តិយសយើងសប្តាហ៍នេះអ្នកនរគ្នាគឺគាត់បាន inbox មកចូលរួមកម្មវិធីយើងទេដោយសារ producer គាត់ស្គាល់គ្នាជាមួយនឹង producer ហើយគាត់មានរឿងចង់ confess ចឹងមានតែ producer ទេស្គាល់មុខគាត់បាទបើខ្ញុំក៏អត់ស្គាល់ដែរបាទតោះបងអញ្ជើញបាទនិយាយទៅរឿងហ្នឹងអញ្ចឹងបងខ្ញុំជាមួយដល់សង្សារចាស់ខ្ញុំបើគិតពីពេលវេលារយៈពេលដែលយើងស្វែងគ្នាហ្នឹងចូល4ឆ្នាំបាទហើយរឿងបញ្ហាដ៏ធំដែលយើងមិនបានដោះស្រាយរួមគ្នាហ្នឹងគឺបញ្ហាឬលុយព្រោះដោយសារតែការដែលពួកយើងមានតំណែងស្នេហាមួយគ្នាគឺខ្ញុំបានឲ្យលុយខ្លះមួយចំនួនហ្នឹងពោលគឺ$10,000តែគាត់ខ្ចី2ដងអញ្ចឹងណាបងដើម្បីឲ្យអតីតគូស្នេហ៍របស់ខ្ញុំហ្នឹងគាត់យកទៅប្រើប្រាស់ក្នុងន័យរស់ស៊ីអាជីវកម្មរបស់គាត់អីចឹងទៅហើយពេលហ្នឹងតែសារតែយើងស្រឡាញ់គ្នាមកដឹងហើយមករបស់យើងស្រឡាញ់ងប់អីចឹងទៅតើយើងមិនសូវខ្លាចខ្វល់អីច្រើនដែរនឹកឃើញថាយើងជាសង្សារនឹងគ្នាក៏តាខ្ចីលើកទី1គាត់ខ្ចី$5,000បាទហើយលើកទី2ក៏ខ្ញុំឲ្យគាត់ខ្ចី10,000ថែមទៀតហ្នឹង15,000ហ្នឹងយើងអត់មានជាលិខិតស្នាមអត់មានជាកិច្ចសន្យាអីជាមួយគាត់ទេចឹងណាបងបាទហើយនៅក្នុងនោះទំនងពេលដែលយើងស្រឡាញ់គ្នាអំពីចង់មកជឿថាពេលដែលគាត់ខ្ចីហ្នឹងយើងស្រឡាញ់គ្នាចាប់បានមួយឆ្នាំហ្នឹងគាត់ចាប់បាននិយាយឲ្យគាត់ខ្ចីទៅណាបងបាទហើយសម្រាប់លុយហ្នឹងគឺយើងអត់បាននិយាយតែប៉ុនមកលុយទេព្រោះដោយសារតែនឹកឃើញថាយើងជាសង្សារនឹងគ្នាយើងយូរពីគ្នាយើងស្មោះត្រង់មួយគ្នាអញ្ចឹងណាបងហើយខ្ញុំក៏មិនដែរនឹកឃើញថាត្រូវទាពីគាត់ក៏មិនដែររំលើករឿងលុយដែលគាត់បានខ្ចីហ្នឹងរហូតដល់ពេលមួយដែលចូលដល់ឆ្នាំទី4ហើយចឹងយើងស្រឡាញ់គ្នាហ្នឹងចូលដល់ឆ្នាំទី4បើគ្រួសាររបស់គាត់តម្រូវឲ្យគាត់រៀបការព្រមមានគេចូលស្ដីដណ្ដឹងអញ្ចឹងហើយមកពេលវេលាមិនហើយដែលធ្វើស្មារតីយើងទៅត្រូវចប់ហ្មងបាទពេលនោះបើទោះបីជាគាត់មិនចង់ក៏គាត់ត្រូវតែបង្ខំខ្លួនឯងដើម្បីរៀបការដែរអញ្ចឹងណាបងចង់មិនចង់ក៏តែគេតម្រូវឲ្យអញ្ចឹងស្រេចហើយគាត់ក៏សុំយើងបញ្ចប់ស្នេហ៍ហ្នឹងមកឲ្យនិយាយមកស្រួលគ្នាអញ្ចឹងណាបងអត់មានបញ្ហាអីទេនិយាយតាមត្រង់ជាមួយគ្នាហ្នឹងទៅហើយកំឡុងពេលហ្នឹងយើងក៏វាមិនបានបោរឿងមិនដែរអត់បានបើលឿងលុយគាត់ទៅប្រាក់យកឲ្យគាត់ខ្ចីព្រោះថាភ្លាមយើងទទួលយកក៏មិនបានដែរតែយើងក៏ត្រូវធ្វើតាមនៅដូចគ្នាអាឡៃតកោចិត្តហ្នឹងបាទយើងស្រឡាញ់ខ្លាំងធម្មតានៅពេលដែលយើងឈានដល់ផ្លូវបែកមួយយើងតែនឹកឃើញនៅអនុស្សាវរីយ៍អីផ្សេងហ្នឹងបាទអត់មាននឹកឃើញដល់ពេលដែលឲ្យលុយគាត់ខ្ចីអីទេហើយអត់បាយរំលឹកយើងទៅអត់បាយនិយាយហ្វាស់ហ្មងសឹងថាភ្លេចហើយបាទសឹងតែភ្លេចព្រោះបងដឹងហើយស្រឡាញ់គ្នាបន្ទោ4ឆ្នាំហើយអត់បាយនិយាយរឿងហ្នឹងម្ដងសោះបាទហើយនៅពេលដែលយើងមានបញ្ហារឿងអត់ទៅគេផ្លេចចិត្តដែរយើងមិនសូវចាប់បដោតលើខ្លួនឯងមិនសូវចាប់បដោតរឿងហុយហ្នឹងអញ្ចឹងបាន2-3ខែបងចាំខ្ញុំចំណាយពេល2-3ខែទៅយើងសតិអារម្មណ៍ល្អវិញយើងមានសុខភាពផ្លូវចិត្តយើងល្អប៉ុន្តែពេលនោះអាចសង្កេតថាចិត្តធូរពេលដែរហើយព្រោះអីគាត់ចិត្តមកពេលដែលគាត់ត្រូវចូលរោងចក្រហើយត្រូវចូលរោងការហើយទី1យើងលើឃើញដល់រឿងលុយដែលគាត់ទៅពាក់ហ្នឹងក៏យើងចង់ទៅសួរលំយើងចង់យើងថាយើងចាំប្រទាវិញណាបងបាទប៉ុន្តែតូនចិត្តមួយទៀតយើងខ្លាចតងថាគេចិត្តចូលរោងការអញ្ចឹង
យើងទៅសួរនាំយើងទៅទាលុយវាហាក់បីដូចជាខ្វះការគោរពមិនគោរពខ្ញុំអត់ដែរព្រោះដោយសារតែយើងជាសង្សារចាស់ហ្នឹងគេប៉ុន្តែមួយវិធីយើងទៅបើចម្លើយពីពិភារបស់គាត់យើងអត់ចង់ឲ្យការទៅសួរនាំរបស់យើងហ្នឹងខ្លាចទៅជាពេលវេលាដ៏អាក្រក់ច្បាប់ពួកគាត់គេត្រូវមានសេរីសួស្តីយើងទៅសួរឡងវាអាក់ក៏មានគោរដល់គេចឹងបងបាទរឿងហ្នឹងក៏វារក្សាមកដល់មួយរយៈពេលបន្តគេដែរព្រោះយើងអត់ហ៊ានរំខានគេទេពេលមួយហ្នឹងខ្ញុំក៏មកចាប់ឆាប់ទៅមកចាប់ឆាប់ប៉ុន្តែគាត់ថាយើងគាត់តែឆាប់សួស្តីមួយម៉ាត់ភ្លាមមិនដឹងថាពេលហ្នឹងមានបញ្ហាអីឬមួយក៏ខាងប្តីគាត់បាត់ដឹងគាត់ផុតកាត់មកណាបងចឹងគាត់ block ទាំង Messenger Telegram ហើយលេខរបស់ខ្ញុំ block ភ្លាមហ្មងទាំងតែពួកគាត់អត់ដឹងពីគោលបំណងថាយើងចំឆាប់ហ្នឹងទៅដើម្បីអីទេបើហើយមកដល់ពេលនេះវានៅតែជារឿងមួយដែលយើងចង់ដោះស្រាយហ៎បងព្រោះមើលទៅខ្ញុំក៏ត្រូវការលុយទាំងហ្នឹងមកដើម្បីមករកស៊ីមកប្រើប្រាស់ផ្ទាល់ខ្លួនដែរបាទប៉ុណ្ណឹងបងអូខេចុះដល់ពេលអញ្ចឹងឥឡូវនេះបើឯងបានទៅឆាតទៀតយើងតែងតែព្យាយាមដែរមុនប៉ុន្តែខ្ញុំនៅបកទឹកបងព្រោះដោយសារតែដល់ពេលដែលយើងឆាតទីមួយខ្ញុំគិតថាមើលយើងខលយើងសួរនិយាយធៀងព្រោះជាថាពីរបស់គេយកអាចទៅគេផ្ទាល់ទេបងបាទអញ្ចឹងគេរស់នៅជាប្តីប្រពន្ធប៉ុន្តែនៅពេលដែលយើងខលក៏ខ្លាចជួបថ្មីរបស់គាត់ណាអញ្ចឹងបាទខ្ញុំសុខចិត្តថាយើងឆាតទៅបាទឆាតទៅទោះបីជាគាត់មិនបានឃើញភ្លាមៗគាត់បានឃើញពេលកៅអីអញ្ចឹងណាប៉ុន្តែស្របពេលដែលយើងឆាតទៅគាត់មកសួស្ដីហ្នឹងខ្ញុំបានប្រាប់គឺគេ block all link មកអញ្ចឹងយកមានបshow by អីទៀតចាដាច់ទៅហើយបាទស្គាល់តែតែទៅអត់កើតបាទចុះមកឡើងមកកម្មវិធីក្នុងគោលម្ដងអីដែរទីមួយគឺខ្ញុំចង់ចែកម្លែកដូចគ្នាពេលខ្លះបងប្អូនយើងក៏គាត់អាចជួបបញ្ហាមិនដូចខ្ញុំដែរហើយគាត់មានដំណោះស្រាយអញ្ចឹងណាបងពួកគាត់បានលើពីសាច់រឿងរបស់ខ្ញុំហើយគាត់អាច comment ចែកម្លែកពីដំណោះស្រាយវិធីសាស្ត្រឬមួយក៏តែខ្ញុំគួរធ្វើបែបណាបើសម្រាប់ពីខ្ញុំផ្ទាល់គឺខ្ញុំអត់មានដំណោះស្រាយត្រូវបាទអស់show by បងហើយបើនិយាយពីមិត្តភ័ក្តិវិញបងគាត់តែងតសួរនាំថាហើយបើក៏យើងមកដោះស្រាយរឿងបញ្ហាលុយកាក់ហ្នឹងមកមិនសង្សារចាស់យើងគាត់ចូលក្នុងការនិយាយទៅមិនថាខ្ញុំមិនចង់ទេយើងក៏ព្យាយាមម្ដងជាពីរដងដែរលើពេលដែលបែកឃ្លីភ្លាមដែលខ្ញុំបានថាចំណាយពេល 2-3 ខែណាដើម្បីថែសារសុខភាពផ្លូវចិត្តហ្នឹងយើងនៅឃើញរឿងហ្នឹងបាទប៉ុន្តែយើងអត់ចោលរំខានគេទេទីមួយគិតបើរៀនពីនេះទៀតបងបើខ្ញុំនិយាយក៏មកថាយើងធ្វើអញ្ចឹងវាអាប់អួរដល់ស្រីសុស្ដីរបស់គេចឹងណាបាទបែកភ្លាមវាបន្សំហើយដល់ពេលចាំដល់គេការរួចឆាប់ទៅក៏ឆាប់ម្ដងនឹងទៀតបើសួរស្រីហ្នឹងក៏គេប្រាប់ឲ្យអស់លេងហើយយើងថាក្នុងចិត្តចង់បានអត់បប៊ីដាមទៅពេលដែលគេឆ្លាញ់គ្នាលុយហ្នឹងខ្ញុំគិតថាវាមិនជាធំដុំអីសម្រាប់ខ្ញុំអញ្ចឹងឲ្យគាត់ខ្ចីព្រោះយើងនៅឃើញថាគាត់ជាមនុស្សស្រីម្នាក់ដែលបកកែរនមួយបងគាត់ស្វាស្វែងខ្លាំងមែនទែនហើយណាមួយគាត់ជាអាជីវករទៀតគាត់រស់ស៊ីមុខរបររបស់គាត់មានច្បាស់លាស់ទៀតអញ្ចឹងបុកមួយក្តីឆ្លាញ់យើងផងយកអត់មានអីទៅបារម្ភទេអញ្ចឹងអូខេហើយមកដល់ឥឡូវខ្ញុំគិតថាខ្ញុំត្រូវការអានឹងមែនទែនមកព្រោះខ្ញុំមិនមែនជាអ្នកសុំឲ្យគាត់មុនទេបងបាទហើយតប៉ាត់ហ្នឹងឥឡូវ$15,000វាច្រើនបើទោះបីជាពីដើមឡើយក៏គាត់ធ្លាប់និយាយដែរធ្លាប់ថាឥឡូវគាត់ចង់ឲ្យយើងជាការអញ្ចឹងណាបងបាទគាត់ទុកបានឲ្យយើងជាការប្រចាំខែខ្ញុំថាអត់ទេចាំរស់ស៊ីបានចាំសល់អីចឹងទៅចាំអញទូទាត់មកទីមកប៉ុន្តែមកដល់ឥឡូវវាធ្វើឲ្យយើងស្មុកមែនតើបងគប់ដំណោះស្រាយដែលខ្ញុំគិតទៅវាតែងតែមានអីមួយមកហាមឃាត់បាទមិនជាឧបសគ្គអីមួយដើម្បីគាត់បើគេទៀនចិត្តថាមិនគួរធ្វើវាមកពេលខ្លះសឹងតែថាចង់មានអាណាមួយដើម្បីឲ្យសួរនាំរឿងណានោះដល់ផ្ទះគាត់តែមិនមែនជាយើងអញ្ចឹងណាបងចង់ឲ្យភាសាឬមួយក៏ម៉ូតូដូចទៅសួរនាំប៉ុន្តែអារឿងនេះវាមើលទៅអត់ស្ទើរសមនិយាយទៅស្មុកខ្លាំងមែនតែមកអត់ដឹងថាបោះសាយមិនអញ្ចឹងហើយបានឡើងមកកម្មវិធីនេះចោល WhatsApp រឿងខ្ញុំចង់ស្មុកតាមថ្ងៃដែរហ្នឹងអានឹងត្រូវដោះមិនទេនេះចាំបើអត់មានលេខតំណែងគ្រួសារគាត់បងប្អូនអីយើងស្គាល់គាត់ហ្មងយើងស្គាល់គាត់ប៉ុន្តែនៅឃើញថារឿងហ្នឹងគឺជារឿងបុគ្គលនៅបុគ្គលបាទរឿងយើងពីរនាក់ច្បាស់ណាស់នៅពេលដែលយើងនិយាយទៅក្រុមគ្រួសារគាត់គឺគេនៅខាងគ្រួសារគេហើយយើងនិយាយក៏វាអត់មានប្រសិទ្ធភាពអីដែរបាទថាមកដល់ពេលនេះតែសារក៏អត់មានលិខិតស្នាមអត់មានអីសវយាអីរឿងខ្ចីលុយអីហ្នឹងបើរឿងទាំងអស់ហ្នឹងគឺចាប់ពុកជាមួយខាក់មកអត់មានអីដែលអាចជួយយើងបានណាបងហើយរឿងមួយទៀតក៏ខ្ញុំចំទៅទីពីគាត់ផ្ទាល់ដែរចឹងណាបងប៉ុន្តែបើសារតែពួកគាត់នៅជាប្តីប្រពន្ធហើយស្វាមីភរិយាហើយខ្ញុំហៅប្រពៃយើងទៅប្តីគាត់ទៅមើលក៏ស្វាមីរបស់គាត់ហ្នឹងគាត់គិតថាយើងនៅមានរឿងអ៊ីជាពាក់វគ្គវណ្ណមួយឃ្លាដែលដោះស្រាយអញ្ចឹងហើយណាវើគីឡូគេគិតថាយើងណាចងខំចងពីគេចឹងណាបងអញ្ចឹង
មកដល់ហើយមកដល់គេបានវិធ្វើឲ្យរឿងអវត្តមែនតើហ្មងអត់មែនថាប៉ារឿងវិញខ្ញុំត្រូវបោះស្រាយមិនពួកយើងថាមើលទៅ15000មួយច្រើនណាស់បងហើយដល់ពេលដែលយើងតួឲ្យទៀតខ្វះខាតទៀតប្រតិកម្មការមួយនៅមែនតើហ្មងចុះឥឡូវយើងដោះស្រាយចេះទៅពេលដែល show របស់យើងចេញទៅបាយផ្ញើមិត្តភក្តិគាត់ហើយប្រាប់មិត្តភក្តិគាត់ជួយផ្ញើឲ្យអតីតបងឯងហ្នឹងទៅរួចអត់មើលទៅអានោះអាចបងបើតែគាត់ថារឿងហ្នឹងតើតើវាបិទចិត្តតែជាមួយយើងនឹងមិត្តភក្តិគាត់មិនគាត់ណាបើភ្លេតដល់ស្វាមីគាត់ដូចខ្ញុំនិយាយចឹងអាចខ្វាយគាត់មានបញ្ហាក្នុងក្រុមគ្រួសារគាត់ទៀតចឹងចង់បានតែវាបាក់ធ្វើបាទអារបៀបថាយើងចង់បានមួយហ្នឹងប៉ុន្តែយើងនៅតែថ្មថ្មក្នុងចិត្តហ្នឹងត្រូវបាទយើងថ្វាយប៉ះពាល់ដល់គេដែរយើងត្រូវមានក្រមសិលធម៌ក្នុងការទាដែរណាតែប៉ុន្តែមិនមែនតែចុចតាករឹងទេបានជួបមិនមែនចឹងបាទតែបច្ច័យដល់ប្តីគេអ្នកចេញមកវាមិនមែនចេញរឿងផ្សេងទេបាទហើយសម្រាប់ទស្សនិកជនគ្នាយើងដែលកំពុងតាមដានទស្សនាកម្មវិធី Gang Sport Secret មានតំណោះស្រាយជូនគាត់អត់ដោយសារនេះយើងច្បុកច្បល់ដែរចង់បានលុយតែខ្លាចគេបាក់ចិត្តអាចឲ្យនិយាយចឹងណាបងណាចង់បានលុយតែខ្លាចប៉ះពាល់គេដល់ពេលចឹងរៀងបាក់ដែរចង់បានលុយហើយគេសុខសប្បាយទៀតចាយុទ្ធសាស្ត្រឈ្នះឈ្នះមានបងប្អូនណាមានយុទ្ធសាស្ត្រឈ្នះឈ្នះអត់អាចបញ្ចេញមតិយោបល់ខាងក្រោមមកឲ្យបងប្រុសគាត់មើលអាណាតំណងអាចទៅរួចគាត់នឹងធ្វើតាមអញ្ចឹងដោយសារលុយ 15000 ក្រែលដែរណាបងណាបាទតែខ្ញុំស្ដាប់ចុះស្ដាប់ឡើងមិនមែនមួយថ្ងៃនៅមានកូនចិត្តមួយគេណាអត់ទេបងបើខ្ញុំនិយាយទៅតែផាក់អត់ម្លងវាអាចជាការប្រដៅព្រោះដោយសារតែមនុស្សយើងគ្របឆ្លាញ់គ្នាឡើង3-4ឆ្នាំហើយបងអញ្ចឹងមិនមែនថាយើងអស់ចិត្ត 100% ទេយើងដើម្បីមានការនឹកឃើញដល់រឿងរ៉ាវខ្លះដែរប៉ុន្តែឥឡូវដោយសារតែគាត់មានគូរបស់គាត់ហើយគាត់មានគ្រួសារហើយបាទរឿងរ៉ាវហ្នឹងគឺឥឡូវវាផ្សេងគ្នាហើយអ្វីដែលខ្ញុំចង់បានគឺតលុយនឹងទេបងតែបាស់លាស់ថាយើងអត់មានកូនចិត្តចង់ញ៉ែញ៉ៃមួយគេទេអត់ទេបងអត់មានទេចាំបានខ្ញុំខ្លាចណាបើសិនជាមានកូនចិត្តលឹកស្រឡាញ់អីដល់ខ្លុកខ្ញុំច្បាស់ជាគិតដល់ពេលដែលយើងត្រូវប្រទីហើយថាយើងមិនគួររំខានទេបាទអញ្ចឹងមិនខ្ញុំខ្លាចរំខានទេបើសិនជាយើងមិនមានកូនចិត្តនោះបើសម្រាប់ពីកម្មវិធីយើងទៅដូចជាសុញមួយបងដែរហើយក៏អត់មានតំណស្រាយអីជូនបងដែរមានតែប៉ឹងលើទស្សនិកជនដែលតាមដានទស្សនាឲ្យដែលខៃឡូគាត់មានបទពិសោធន៍អាចធ្វើរឿងហ្នឹងទៅបានដោះស្រាយចេញមានតែប៉ឹងលើពងម៉ាងបងប្អូនយើងណាបងណាបាទពីខ្ញុំទៅដូចអត់មានមតិយោបល់អីទេបាទខ្ញុំដឹងថារឿងហ្នឹងវាស្មុគស្មាញព្រោះដោយសារតែទីមួយមកខ្ញុំអត់សូវបកកាយនិយាយបើហើយរឿងហ្នឹងនៅពេលដែលស្មុគស្មាញសម្រាប់ខ្ញុំហើយខ្ញុំនិយាយគ្នាទៅប្រដៅជាសារអីជូនបងប្អូនយើងប្រាប់ពិស័យហ្នឹងទៅខ្ញុំគិតថាពួកគាត់ក៏ជិះក្បាលនឹងរឿងមិនដូចគ្នាប៉ុន្តែអាចនឹងមានប្រវត្តិយើងមួយចំនួនដែលគាត់មានដំណោះស្រាយអាចជួយដល់ខ្ញុំបានដែរអូខេហើយអ្នកនរគ្នានេះគឺជាសាច់រឿងចង់បានលុយតែអាណិតសង្សារចាស់នៅចំណងជើងលើឲ្យចំណងជើងសាច់រឿងមួយថ្ងៃមួយខ្ញុំចង់ច្បុកច្បល់ណាថ្ងៃនេះណាចំណងជើងដូចបងនិយាយចឹងយើងចង់បានលុយតែក្រែងចិត្តអ្នកទៅពាក់លុយចង់បានលុយតែក្រែងចិត្តកូនបំណុលអូខេលុយចឹងមានបងប្អូនណាមានបទពិសោធន៍ហ្នឹងជួយចែកម្លែកផងខ្ញុំដូចអត់មានអីចែកម្លែកទេឥឡូវប្រហែលជាអាចចេះដែរអាចអតីតបងឯងមើល show ទាំងដែរប្រហែលជាគាត់អាចដឹងខ្លួនដែរមិនអញ្ចឹងហ៎បាទអញ្ចឹងមកឯងចង់ឲ្យគាត់សងបែបមិនសងបែបម្ដងទាំងអស់ឲ្យជាខែឬមួយក៏ឲ្យការប្រាក់ឬក៏មិនមកដល់ពេលនេះខ្ញុំលើតែគិតថាបើសិនជាគាត់ចង់សងតាមចិត្តដែលគាត់ចង់សងចឹងណាតាមលទ្ធភាពបើថ្មីទៅបើតែគាត់មិនអាចឲ្យទាំងអស់ក៏អាចឲ្យខ្លះថាមកសិនក៏បានដែរព្រោះតែពេលណាដែលគាត់មានចិត្តថាចង់សងវិញអាមិនគឺគាត់បង្ហាញនៅបុគ្គលិកលក្ខណៈរបស់គាត់មួយថាគាត់អត់ជាចង់សងលើបំណុលដែលគាត់ទៅពាក់យើងមែនហើយណាមួយខ្ញុំគិតថាបើសិនជាគាត់សងទាំងអស់កែលោគាត់មិនតញញៀនគ្រប់អីចឹងមកព្រោះគាត់ត្រូវការប្រើប្រាស់លុយបន្តគេដែរអញ្ចឹងមានអាមលទ្ធភាពមកម្ដង2000ក៏បាន3000ក៏បានសំខាន់បានសងហើយឲ្យបានដឹងខ្លួនដែរខ្លាចគាត់ភ្លេចដែរបានដឹងខ្លួនគាត់ដែរ2000ក្តី3000ក្តីព្រោះដោយសារតែខ្ញុំចង់ឲ្យគាត់ដឹងដូចគ្នាថាលុយដែលឲ្យគាត់ខ្ចីហ្នឹងគឺឲ្យគាត់ខ្ចីដើម្បីរកស៊ីកុំឲ្យគាត់គិតថាអូយើងឲ្យគាត់ហ្មងអញ្ចឹងណាបានន័យថាខ្ចីមិនមែនឲ្យបាទខ្ចីមិនមែនឲ្យហើយទីមួយក៏យើងដឹងដែរថាលទ្ធភាពគ្រួសារគាត់មានលទ្ធភាពឲ្យយើងវិញដែរព្រោះដោយសារតែបើសិនជាគាត់មិនមានលទ្ធភាពទេមិនដោយសារគាត់ខ្ចីដល់ចំនួនប៉ុណ្ណឹងដើម្បីមករកស៊ីទេអូខេបាទចុះគាត់ខ្ចី2ដងហ្នឹងម្ដងប៉ុន្មានហ្មងមកលើកទី1 5000ហើយលើកទី2ក៏ឲ្យផ្លែ10000ថែមទៀតបងចឹងបានន័យថាលើកទី1 5000លើកទី2 10000បាទតែខ្ចីប្រហែលប៉ុន្មានឆ្នាំហើយបងបើសាច់ជាពាក់ហ្មងពេលស្រឡាញ់គ្នាបាន2ឆ្នាំគាត់ខ្ចីមកដល់ឥឡូវជាពាក់ជិត2ឆ្នាំបងព្រោះដោយសារតែខ្ចីយើងបាន1ឆ្នាំជាងហ្នឹង
ក៏បែកគ្នាបាទអញ្ចឹងនិយាយសច្ចភាពត្រឹមតែ7ឆ្នាំទេបើដោយសារពតក៏ធ្លាប់ចង់ឲ្យយើងបែចង់បដឲ្យយើងបែអញ្ចឹងណាបើបដយើងទៅឃ្លីងថាអត់អីទេទុកអាម៉ងដើម្បីបបរស៊ីចឹងទៅបាទពេលយើងទឹកប៉សិនអញ្ចឹងក៏វាមានការជប់បែប window បើឥឡូវបាទអូខេបងទទួលបានដូចខ្ញុំនិយាយដែរអញ្ចឹងមានពឹងលើទស្សនិកជនយើងណាបងបាទអូខេអ្នកនរគ្នាបានស្ដាប់សាច់រឿងរបស់បងប្រុសអស់ហើយពីតាណាដើមតងអស់ហើយចឹងកុំភ្លេចបញ្ចេញមតិយោបល់ហើយដំណោះស្រាយជូនគាត់ផងបាទហើយកម្មវិធីយើងក៏ឈានមកដល់ទីបញ្ចប់ចុងក្រោយបងមានអីផ្ញើសារទៅកាន់ទស្សនិកជនយើងហ៎បងបាទបងចុងក្រោយចង់ចែកម្លែកពីបទពិសោធន៍ដែលសារនេះជារឿងរបស់ខ្ញុំផ្ទាល់ខ្លួនចង់ឲ្យដល់បងប្អូនយើងមិនថាតើជាសង្សារមិនថាតើជាប្តីប្រពន្ធទេឲ្យច្បាស់លាស់បន្តិចឬហួចកាក់ណាបងបាទបើថាខ្ចីឲ្យដឹងខ្ចីយើងឲ្យដឹងឲ្យបាទបើថាយើងស្រឡាញ់គ្នាយំយល់ពីសេចក្តីស្រឡាញ់អញ្ចឹងកំឡុងពេលដែលយើងស្រឡាញ់មិនទាន់ជាច្បាស់លាស់ថាយើងមិនថាជាគ្រួសារទេលុយកាក់ទៅបាននោះក៏យើងរត់ទៅច្បាស់លាស់ដូចគ្នាបើសិនជាយើងជាសង្សារហើយលុយយើងឲ្យគាត់ខ្ចីហ្នឹងខ្ចីដល់ពេលដែលយើងខ្លាចជាប្តីប្រពន្ធអានោះមិនជាលុយខ្ចីទេវាអាចជាលុយរួមវិញហើយបាទប៉ុន្តែបើសិនជាយើងមិនទាន់ច្បាស់លាស់យើងមិនទាន់នឹងនាំគាត់ឲ្យគ្រួសារយើងបានដឹងបានស្គាល់គ្រួសារទាំងពីរទទួលស្គាល់អីហើយមិនទាន់ដល់ដំណាក់កាលនោះទេឬលុយក៏យើងត្រូវតែឲ្យច្បាស់លាស់ហ្មងកុំឲ្យថាយើងជាប់ជាពាក់វ៉ែនឥឡូវដូចខ្ញុំដោះស្រាយអត់ចាញ់នោះអូខេបាទពិបាកដល់បងប្អូនយើងទៀតដែលគាត់រ៉េហ្វរ៉ង់ជាដំណោះស្រាយឲ្យបងចង់ខ្ញុំមានតែសំណួរចង់ក្រោយមួយទៀតទេមុននឹងបတ်កម្មវិធីយើងបើគាត់អត់សងបាញ់អាចនឹងប្តឹងគាត់អត់និយាយរួមទៅព្រោះដោយសារតែយើងធ្លាប់ស្រឡាញ់គ្នាបងហើយបើពីខ្ញុំផ្ទាល់ខ្ញុំអត់ដាច់ចិត្តផ្ដិលបងទី1យើងអាចមិនថាមកលើយើងធ្លាប់យកចិត្តយកថែមគ្នាធ្លាប់ស្រឡាញ់គ្នាហើយទី2រឿងអ៊ីតាលីក្តារស្នាមមិនទៀតយកអត់បៀមទេប៉ុន្តែឥឡូវបើសិនជាគាត់បានឃើញពី podcast មួយនេះអ្វីដែលខ្ញុំចង់ដឹងពីគាត់គឺយើងចង់បានតែចម្លើយបងបើថាគាត់បានដែលថាគាត់ទទួលស្គាល់គាត់ត្រូវសងអានឹងយើងសប្បាយចិត្តណាបើថាគាត់មិនចង់សងទេសំខាន់ទីយើងឲ្យបានដឹងថាគាត់មិនសងឲ្យច្បាស់លាស់អញ្ចឹងបាទច្បាស់តែអញ្ចឹងទៅអូខេឥឡូវអត់អីទេមិនក៏បានដែរអានេះជឿងមកបងឯងតែគ្រាន់ថាចង់ឲ្យបងទៅឲ្យច្បាស់លាស់មួយខ្លួនឯងដែរដែលយើងចង់បានលុយឬក៏ចង់បានស្នេហាហើយតែប៉ុណ្្នឹងឯងហើយកម្មវិធីយើងក៏ឈានដល់ទីបញ្ចប់ហើយក៏អរគុណហ្មងដែលបានផ្ដល់កិត្តិយសចូលរួមជាមួយនឹងកម្មវិធី Gangster Secret របស់យើងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ចូលរួមជាមួយនឹងកម្មវិធី Gangster Secret របស់យើងអ្នកនរគ្នាក៏អាចផ្ញើសារមកកាន់បាផ្សាររបស់យើងបានដែរបើមានសាច់រឿងណាដែលយើងគិតថាអាចចែកម្លែកបានយើងនឹងអញ្ជើញអ្នកនរគ្នាមកចែកម្លែកក៏ដូចជារឿងណាដែលមិនអាចចែកម្លែកបានក៏យើងអត់អាចដែរដោយសាររឿងខ្លះវាខ្លាំងពេកវាអាចដល់ថ្នាក់ស៊ើបក្តីស៊ើបអង្កេតអីចឹងទៅវាខ្លាច់រៀលដែររឿងធំយើងក៏អាចដែរហើយបាផ្សាររបស់យើងគឺច្រើនមែនតើអញ្ចឹងប្រហែលជាពុកម៉ែបងប្អូនយល់ដែរយើងអាចថាយើងខ្លះអ្នកខ្លះក៏គាត់អាចឡើងចែកម្លែកបានអ្នកខ្លះក៏អត់អាចចឹងដែរអញ្ចឹងសង្ឃឹមតែពុកម៉ែបងប្អូននឹងយល់ហើយជាចុងក្រោយកុំភ្លេច share like ហើយ comment នៅក្នុងវីដេអូនឹងម្នាក់មួយដើម្បីពុកម៉ែបងប្អូនយើងបានឃើញបានស្ដាប់បានស្គាល់ក៏បានរំសាយអារម្មណ៍ជាមួយនឹងកម្មវិធីរបស់យើងដែរពីកម្មវិធី Gangster Secret ក៏សូមអរគុណសូមគោរពលា